ពេលទៅដល់ពលានសិង្ហបុរីអត់ដឹងថាត្រូវធ្វើមិនខ្លះបានចេញមកដល់ក្រៅអញ្ចឹងមើលវីដេអូហ្នឹងខ្ញុំនឹងប្រាប់ពីរបៀបពេលទៅដល់សិង្ហបុរីចុះពីលើយន្តហោះនោះត្រូវធ្វើមិនខ្លះនឹងឯទី1យើងមើលហោផ្លាកសញ្ញាគេដាក់ថា arrival អញ្ចឹងយើងទៅប្រទេសណាក៏ដោយឲ្យតែចុះពីលើពលានយន្តហោះទៅរកពាក្យនឹងមុនគេ arrival យើងទៅដល់ប្រទេសគេយើងបានថាយើងទៅដល់ហើយអញ្ចឹងរកពាក្យ arrival ហើយរកពាក្យ immigration ហ្នឹងហើយគឺកន្លែងវាយ passport ចូលទៅក្នុងប្រទេសគេអញ្ចឹងទៅប្រទេសណាក៏ដូចតែគ្នាមាន arrival ហើយត្រូវរក immigration អញ្ចឹងយើងទៅតាមផ្លាកសញ្ញាហ្នឹងទៅប៉ុន្តែទៅសិង្ហបុរីយើងត្រូវបំពេញ e-arrival card យ៉ាងហោចណាស់មុនចន្លោះ3ថ្ងៃពេលយើងទៅដល់សិង្ហបុរីហ្នឹងអញ្ចឹងខ្ញុំដាក់ website នៅក្នុងហ្នឹងដែរអញ្ចឹងយើងចុចទៅយើង submit e-arrival card យើងចុចលើហ្នឹងបន្ទាប់មកយើងយក foreign visitor យើងជា foreign visitor ហើយបំពេញតាមហ្នឹងហើយថាយើងទៅដល់ arrival ហ្នឹងទៅដល់សិង្ហបុរីហ្នឹងថ្ងៃណាហើយយើងភេទអីឈ្មោះអីជនជាតិអីហ្នឹងហើយយើងមើលតាមហ្នឹងព្រោះនៅក្នុងហ្នឹងវាអាចសួរពីអូតែយើងស្នាក់នៅណាយើងហោះចេញពីសិង្ហបុរីថ្ងៃណាដែរអញ្ចឹងណាហ្នឹងហើយយើងមានហ្នឹងទៅបានយើងឆ្លងវាយ passport នឹងបានហើយបន្ទាប់មក passport ហើយយើងត្រូវរកយកកន្លែង check in កន្លែង check in នៅក្នុងអាផ្ទាំងហ្នឹងគេប្រាប់ឲ្យថាពីមកពីភ្នំពេញលេខប៉ុន្មាននេះលេខ36អញ្ចឹងខ្ញុំមកយកវ៉ាលីខ្ញុំនៅលេខ36ហ្នឹងហើយនេះវ៉ាលីខ្ញុំឃើញឲ្យកូនទាដល់ស្រស់ស្អាតនេះហើយយើងរកពាក្យ exit ទៅប្រទេសណាក៏អញ្ចឹងដែរយើងយកវ៉ាលីហើយយើងត្រូវរកច្រកចេញ exit ហ្នឹងច្រកចេញហើយមើលតាមផ្លាកយើងចង់ទៅ Jewel ក៏បានចង់ទៅរកជីរថភ្លើងក៏បានតែពេលហ្នឹងខ្ញុំចង់ជិះតាក់ស៊ីអញ្ចឹងខ្ញុំបត់ឆ្វេងទៅរកជិះតាក់ស៊ីឯងព្រោះកន្លែងជិះតាក់ស៊ីផ្សេងយើងចេះតែហៅទៅពីតាក់ស៊ីអត់ប្រយោជន៍យើងឯងហើយបែងមន់ពេញហ្នឹងអញ្ចឹងយើងទៅរកកន្លែងជិះតាក់ស៊ីហើយយើងអាចចុចតាក់ស៊ីទៅគេមកយកដល់កន្លែងហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាពេលទៅដល់សិង្ហបុរីត្រូវទៅតាមណាណាដឹងហឹងអស់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាយបាយជួបគ្នានៅវីដេអូក្រោយនៅ Jewel Changi Airport ក៏មាន early check in ដែរអញ្ចឹងតិចខ្ញុំនឹងចេញវីដេអូពីការ early check in នឹងធ្វើមិនខ្លះ